នៅក្នុងជីវិតនៃការរស់នៅជាគ្រីស្ទានរបស់យើងទាំងអស់គ្នាសប្តាហ៍ថ្ងៃនេះអស់លោកអ្នកបងប្អូនគិតថាអ្វីដែលលំបាកជាងគេអ្វីដែលលំបាកជាងគេពិបាកនៅក្នុងការរស់នៅជាគ្រីស្ទានពិបាករស់នៅជាអ្នកប្រកាសដំណឹងល្អជាទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទឬក៏លំបាកបំផុតនៅក្នុងការកែតម្រូវអ្នកណាម្នាក់លំបាកបំផុតនៅក្នុងការទៅប្រាប់បងប្អូនយើងណាមួយថាការនោះមិនត្រឹមត្រូវទេសេចក្តីដែលមានចែងនៅក្នុងព្រះគម្ពីរគឺយ៉ាងនេះពេលខ្លះយើងទាំងអស់គ្នាតែងតែមានការខ្លាចរអានៅក្នុងការទៅប្រាប់បងប្អូនយើងណាម្នាក់ពីសេចក្តីដែលគាត់ត្រូវធ្វើតាមពីសេចក្តីដែលគាត់គួរតែបានឮគឺចំណុចនេះឯងដែលធ្វើឲ្យយើងទាំងអស់គ្នាមានការភ័យខ្លាចយើងដែលជាគ្រីស្ទានយើងខ្លាចបំផុតនៅក្នុងការដែលប្រាប់គេពីសេចក្តីដែលមានចែងក្នុងព្រះគម្ពីរប៉ុន្តែតើអស់លោកអ្នកបងប្អូនដែលបានចាំដែរឬទេថាព្រះវិញ្ញាណដែលព្រះជាម្ចាស់បានប្រទានឲ្យយើងទាំងអស់គ្នានៅក្នុងព្រះគម្ពីរគឺប្រាប់យើងពីសេចក្តីក្លាហានដែលយើងទាំងអស់គ្នាត្រូវធ្វើជាបន្ទាល់ដែលយើងទាំងអស់គ្នាត្រូវប្រាប់គេពីសេចក្តីពិតនៅក្នុងគម្ពីរធីម៉ូថេខ្សែទី2ចំពុកទី1ខ7ព្រះគម្ពីរបានចែងថាត្បិតព្រះទ្រង់មិនបានប្រទានឲ្យយើងមានវិញ្ញាណដែលតែងតែខ្លាចឡើយគឺឲ្យមានវិញ្ញាណដ៏មានអំណាចសេចក្តីស្រឡាញ់និងប្រាជ្ញានឹងថឹងវិញបាទនេះគឺជាអ្វីដែលព្រះគម្ពីរបានចែងព្រះគម្ពីរបង្រៀនយើងឲ្យយើងទាំងអស់គ្នាមានសេចក្តីក្លាហានឲ្យយើងទាំងអស់គ្នាហ៊ានយកចិត្តទុកដាក់ហើយប្រាប់បងប្អូនយើងទាំងអស់គ្នាពីសេចក្តីណាដែលត្រឹមត្រូវពីសេចក្តីណាដែលមាននៅក្នុងព្រះបន្ទូលនៃព្រះជាម្ចាស់ដើម្បីក្រែងលោដែលគាត់បានស្ដាប់ឮព្រះបន្ទូលនៃសេចក្តីពិតហើយគាត់ធ្វើការផ្លាស់ប្រែចិត្តក្រែងលោនៅពេលណាដែលគាត់បានឮពីសេចក្តីដែលមានចែងនៅក្នុងព្រះគម្ពីរហើយគាត់មានការឈឺចាប់នៅពេលណាដែលគាត់មានការឈឺចាប់គាត់ពិចារណានៅពេលណាដែលគាត់ពិចារណាគាត់នឹងឃើញពីសេចក្តីដែលគាត់ត្រូវផ្លាស់ប្រែប៉ុន្តែអ្វីដែលយើងទាំងអស់គ្នាត្រូវធ្វើតើអស់លោកអ្នកបងប្អូនតើខ្ញុំហ៊ានទៅប្រាប់បងប្អូនយើងដែលគាត់កំពុងតែរស់នៅខុសពីសេចក្តីដែលមានចែងនៅក្នុងព្រះគម្ពីរដែលគាត់កំពុងតែប្រព្រឹត្តដែលគាត់កំពុងតែថ្វាយបង្គំព្រះខុសពីសេចក្តីដែលមានចែងនៅក្នុងព្រះគម្ពីរដែរឬទេសូមចាំថាព្រះគម្ពីរបានចែងថាព្រះទ្រង់មិនបានប្រទានឲ្យយើងទាំងអស់គ្នានៅវិញ្ញាណដែលតែងតែខ្លាចនោះឡើយគឺព្រះអង្គបានប្រទានឲ្យយើងទាំងអស់គ្នាមានព្រះវិញ្ញាណដែលមានអំណាចមានសេចក្តីស្រឡាញ់ហើយនឹងប្រាជ្ញានឹងថឹងវិញ